ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គាំទ្រនៅក្នុងការកាត់សូបិនរបស់ខ្ញុំណាពុកម៉ែបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់ណាដែលសូបិនឃើញសែនព្រេងចឹងបងប្អូនដែលសូបិនឃើញសែនព្រេងឬក៏សែនអ្នកតានឹងក្តីឬក៏បងប្អូនបានសែននៅក្នុងជំនាញផ្ទះយើងពាក្យថាសែនណាបងប្អូនណាចឹងបើបងប្អូនចង់ដឹងពីលេខផ្សងសំណាងរបស់បងប្អូនមានលេខផ្សងសំណាងអ្វីខ្លះនោះបងប្អូនអាចវាយចូលនៅក្នុងការកាត់សូបិនរបស់ខ្ញុំបានហើយជ្រើសរើសជាលេខផ្សងសំណាងបងប្អូនណាដែលសុបិនឃើញសែនព្រេងឬក៏ខ្លួនឯងកំពុងសែនព្រេងនៅក្នុងបរិវេណដែលខ្លួនឯងកំពុងតែសែនសុបិននេះគឺជាសុបិនដែលល្អណាស់ណាបងប្អូនណាអញ្ចឹងបងប្អូនចាំស្ដាប់ហើយយកបិចយកសភៅកត់ទុកទៅហ្នឹងហើយព្រោះសុបិនឃើញសែនព្រេងចំពោះអ្នកដែលមានគ្រួសារនឹងក្តីសូមបងប្អូនជ្រើសរើសដំណើរជើងសាររបស់បងប្អូនគឺទិសខាងជើងគឺជាទិសដែលនាំលៀបនាំនៅសក្ការៈនាំនៅហេងហេងជូនពុកម៉ែបងប្អូនតែម្ដងចឹងបងប្អូនកុំភ្លេចទិសខាងជើងគឺជាទិសដែលនាំលៀបនាំសក្ការៈឲ្យបងប្អូនហើយចឹងបើបងប្អូនមានគម្រោងថាឥឡូវថ្ងៃហ្នឹងសុបិនឃើញថាខ្លួនឯងបានសែនព្រេងហើយថ្ងៃហ្នឹងកំពុងតែបើកកម្មវិធីអ្វីមួយដែលបងប្អូនថានឹងរៀបចំកម្មវិធីចឹងគាត់ជួនបងប្អូនសុបិនអញ្ចឹងហើយគឺជាទិសដែលខាងជើងដែលបងប្អូនតម្រុងហ្នឹងហើយចំទិសខាងជើងទៀតរាប់ពីផ្ទះយើងទៅឲ្យដឹងថាតាំងផ្ទះយើងទៅទិសខាងណានិយាយរួមសំខាន់រំនៅរបស់យើងនឹងកន្លែងដែលយើងរស់នៅអញ្ចឹងយើងមើលទិសខាងជើងហើយចំថ្ងៃហ្នឹងយើងសុបិនឃើញអញ្ចឹងទៀតគឺជាថ្ងៃដែលល្អសម្រាប់ពុកម៉ែបងប្អូនហើយណាបងប្អូនណាចឹងអ្នកដែលមានគ្រួសារនឹងក្តីអ្នកនៅលីវនឹងក្តីអាចស្ដាប់ពីអ្វីដែលខ្ញុំនិយាយបានអញ្ចឹងអ្នកមានគ្រួសារហើយទិសខាងជើងគឺជាទិសលៀបទិសជ័យសម្រាប់បងប្អូនសម្រាប់ថ្ងៃនេះដែលបងប្អូនសុបិនឃើញហើយចំពោះអ្នកនៅលីវបើមានគូសកលចេញមកពីទិសខាងជើងហើយបងប្អូនមានមង្គលការនៅក្នុងថ្ងៃហ្នឹងដែលបងប្អូនបានរៀបចំទុកនោះសុបិនឃើញអញ្ចឹងបងប្អូនមិនបាច់បារម្ភពីបុគ្គលនឹងទេគឺជាមនុស្សដែលនាំភ័ព្វនាំសំណាងឲ្យយើងហើយចឹងចំពោះហេតុចំពោះផលខ្ញុំបានបញ្ជាក់ច្បាស់ជូនពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីហើយចំពោះលេខផ្សងសំណាងចឹងចំពោះលេខផ្សងសំណាងដែលបងប្អូនយកទៅផ្សងសំណាងគឺមានលេខផ្សងសំណាងដែលបងប្អូនត្រូវផ្សងគឺមានលេខ45គុណ5គុណ13គុណចំពោះ3លេខបងប្អូនអាចជ្រើសរើស457គុណ508គុណ135គុណLO អ្នកដែលនិយមលេងនៅក្នុងឡូអាចយក508គុណនិង58គុណចំពោះអុកខ្ទង់ខ្ញុំសូមឲ្យបងប្អូនអុកខ្ទង់50បងប្អូនត្រេង50មកចាប់អុក50មកចាប់ត្រេង54និង59ចំពោះ3លេខបងប្អូនអាចជ្រើសរើស450មកចាប់ត្រេង453 458នេះជាលេខផ្សងសំណាងសម្រាប់បងប្អូនយកទៅផ្សងសំណាងតាមការគួរអត្ថភាពខ្ពស់លេខល្អណាពុកម៉ែបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងដែរបើបងប្អូនពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់គាំទ្រនៅក្នុងវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ Subscribe រូបកណ្ដឹងម្នាក់មួយឬក៏ដាក់មេដៃដើម្បីទទួលសញ្ញាហេងពីខ្ញុំរាល់ថ្ងៃណាពុកម៉ែបងប្អូនណាជូនពរពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនទាំងអស់
ដែលនៅក្នុងការកាត់សុបិនរបស់ខ្ញុំសូមឲ្យជួបតែសក្តីសុខនិងសក្តីចម្រើនជាពិសេសសូមឲ្យផ្ទុះហេងរាល់ថ្ងៃតែម្ដង